សួស្តីមកតគ្នាជួបជាមួយខ្ញុំរ៉ាត់ទៀតហើយនៅថ្ងៃនេះខ្ញុំយកខ្សែភាពយន្តដ៏ល្អមើលមួយដែលនិយាយអំពីសង្គ្រាមរវាងមនុស្សរួមជាមួយនឹងរ៉ូបតទៀតហើយតែក្នុងរឿងមួយនេះគឺនិយាយអំពីឥទ្ធិពលរបស់មនុស្សយើងហ្នឹងគឺខ្លាំងជាងរ៉ូបតដែលអាចគេហៅថាវាយប្រហារតទល់ធ្វើសង្គ្រាមឈ្នះជាមួយរ៉ូបតអញ្ចឹងណាមូលហេតុអ្វីបានជាមនុស្សរបស់យើងមានសមត្ថភាពអាចតទល់ជាមួយនឹងមនុស្សយន្ត AI ទាំងអស់នោះបានហើយសំណួរសួរថាតើពិតទេមនុស្សរបស់យើងមិនអាចរស់នៅជាមួយនឹង AI បានឡើយពិតជាមានចម្ងល់ច្រើនណាអញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងរបស់យើងកើតឡើងដំបូងនៅក្នុងឆ្នាំ1990មុននឹងសង្គ្រាមរវាងមនុស្សរួមជាមួយមនុស្សយន្ត AI នឹងកើតឡើងតួស្ដីរបស់យើងមានឈ្មោះថា Mitchell នឹងកំពុងតែមើលប្អូនប្រុសរបស់នាងដែលមានឈ្មោះថា Christopher នឹងធ្វើតេស្តហើយតេស្តដែល Christopher របស់យើងធ្វើនឹងគឺមិនមែនជាតេស្តធម្មតាទេគឺជាតេស្តសម្រាប់តេស្តមើលថាតើក្មេងនឹងឆ្លាតដល់កម្រិតណា Christopher របស់យើងមើលទៅដូចជាគិតចេញឬក៏អត់ទេបាទតែហើយលោកគ្រូក៏ថាចិត្តដល់ម៉ោងហើយ Christopher ក៏និយាយថាខ្ញុំគិតហើយចេញមកខាងក្រៅវិញ Mitchell ក៏ថាអូយប្អូនប្រុសហាលោកគ្រូមិនថាតេស្តដែលប្អូនធ្វើនឹងសំបីតែអញសាញក៏ចំណាយពេល3ថ្ងៃធ្វើទេណាតែប្អូនធ្វើ plan Christopher ក៏និយាយថាបងចេះតាំងនិយាយបើខួរក្បាលខ្ញុំដូច Einstein មែនគេលួចខួរក្បាលខ្ញុំយកទៅធ្វើរឿងផ្សេងទៀតហើយខ្ញុំភ័យនេះខ្ញុំបកកែជាង Einstein អញ្ចឹងតិចអ្នកវិទ្យាសាស្ត្រយកខួរក្បាលខ្ញុំទៅធ្វើតេស្តផ្សេងខ្ញុំទៅមិនទៅក្រោយមក Christopher របស់យើងក៏បានរត់ប៉ះទាហានម្នាក់ទាហាននឹងក៏ឃើញ Christopher របស់យើងនឹងពាក់អាវមានរូបតុក្កតា Cosmo ទាហាននឹងក៏ថាប្អូនកំពុងតែមានសង្គ្រាមផងមកធ្វើខ្លួនឯងពាក់សម្លៀកបំពាក់មើលទៅដូចរឿងសប្បាយទាហានក៏សើចថាណែប្អូនកុំគិតតែរឿងសប្បាយពេលនេះយើងជិតមានសង្គ្រាមជាមួយនឹងពួកមនុស្សយន្ត AI ហ្នឹងហើយ Mitchell របស់យើងនឹងក៏ហាមឃាត់មិនចង់ឲ្យប្អូនរបស់ខ្លួនឆ្លោះគ្នាបន្តទៀតឡើយក្រោយមក Mitchell នៅឆ្ងល់ហេតុអ្វីក៏ប្អូនរបស់ខ្លួនពិបាកចិត្តរឿងភាពប្រកែករបស់ខ្លួនបែបនេះ Christopher និយាយថាខ្ញុំចង់នៅក្បែរបងឲ្យបានច្រើនខ្ញុំអត់ចង់ទៅរៀនសកលចោលបងទេលីសូអញ្ចឹង Mitchell មានអារម្មណ៍ថាអូយប្អូនខ្ញុំស្រឡាញ់ខ្ញុំណាស់ណោះប្អូនកុំបារម្ភអីទោះបីប្អូនដល់ប្រច័ណ្ឌក៏ដោយក៏បងនៅតែមានទំនាក់ទំនងជាមួយប្អូនដែរដល់ចំណុចនេះ Christopher របស់យើងក៏បញ្យល់ថាទៅរួចបងស្រីឲ្យតែមានអគ្គិសនីទោះបីជាខ្ញុំនៅដល់ណាក៏ដោយក៏ខ្ញុំអាចបញ្ជូនញៀនរបស់ខ្ញុំនឹងទៅក្បែរបងបានដែរប៉ុន្តែ Mitchell របស់យើងនាងមិនយល់ទេនាងក៏ថាមានរឿងអីកើតឡើងក៏ដោយប្អូនត្រូវចាំណា Cosmo គឺជាមិត្តរបស់អ្នកបាទពាក្យសម្ដីហ្នឹងគឺជាពាក្យដែលពួកគេនឹងយកចេញពីរឿងតុក្កតា Cosmo នឹងឯងអញ្ចឹងតុក្កតា Cosmo ហ្នឹងគឺនិយាយអំពីអ្នក Cosmo ដែលមានក្បាលពណ៌លឿងរបស់យើងនឹងកំចាត់ពួកមនុស្សយន្តទាំងអស់ដែលចង់កំទេចភពផែនដីបាទហ្នឹងសាច់រឿងគេខ្លីៗហ្នឹងណាក្រោយមកយើងក៏កាត់ដល់អ្នកបង្កើតរោងចក្រដ៏អស្ចារ្យមួយទៀតដែលគាត់នឹងមានឈ្មោះថា Ethan Skate អញ្ចឹង Ethan Skate ហ្នឹងគឺគាត់និយាយថាខ្ញុំមិនទុកចិត្តទៅលើពួកមនុស្សយន្ត AI នឹងឡើយហើយខ្ញុំក៏គ្មានដែលត្រូវការមនុស្សយន្ត AI នៅក្បែរខ្លួនដែរដឹងស្រាប់ហើយបន្ទាប់ពីមនុស្សរបស់យើងបានអភិវឌ្ឍបង្កើតមនុស្សយន្ត AI ការងារអ្វីក៏ដោយមិនថាការងារឧស្សាហកម្មការងារផ្នែកវិទ្យាសាស្ត្រអ្វីនោះទេមនុស្សយន្ត AI អាចចូលទៅធ្វើការបានទាំងអស់ជាច្រើនឆ្នាំពួកគេមិនដែលត្អូញត្អែរនឹងការងាររបស់ពួកគេនោះទេប៉ុន្តែពេលដែលពួកគេធុញទ្រាន់ពួកគេក៏បានបើកការវាយប្រហារធ្វើសង្គ្រាមបកមកលើមនុស្សអញ្ចឹងហើយហេតុការណ៍នេះទាំងអស់គ្នាក្រុមមនុស្សយន្ត AI ដែលមានការគិតស្តៀងមនុស្សនឹងពួកគេក៏ស្នើសុំថាពួកគេត្រូវតែមានច្បាប់ការពារខ្លួនដូចជាមនុស្សដែរប៉ុន្តែមនុស្សគឺមិនអនុញ្ញាតឲ្យមានច្បាប់នោះទេអញ្ចឹងហើយបានជាពួកមនុស្សយន្ត AI ទាំងអស់នោះធ្វើការបះបោរមានសង្គ្រាមជាមួយមនុស្សហើយអ្នកដែលដឹកនាំការបះបោរនេះគឺជាលោក Peanut បាទមនុស្សយន្ត Peanut ដែលដូចស្ដេចដីហ្នឹងណាលោក Peanut គាត់ថាមិនស័ក្តិសមទេមនុស្សយន្ត AI បង្កើតមកឲ្យមានការគិតប៉ុន្តែបង្កើតមកបម្រើតែមនុស្សអត់មានសិទ្ធិបម្រើខ្លួនឯងអញ្ចឹងឃើញស្រាប់ហើយអ្នកទាំងអស់គ្នាអើយក្បួនដង្ហែបះបោរនេះគឺពិតជាមានមនុស្សយន្ត AI ច្រើនខ្លាំងមែនទែនហើយក៏មានការពិភាក្សាគ្នាឆ្លោះគ្នាតាមទូរទស្សន៍មនុស្សរបស់យើងថាពួក AI គ្មានសិទ្ធិធ្វើអីស្មើមនុស្សបានទេបង្កើតមកគឺដើម្បីបម្រើមនុស្សតដកភ្លើងចេញចប់ដល់ភ្លើងចូលប្រើការទៀតអញ្ចឹងដូចជាអត់មានភាពស្ងប់សុខអីសោះតែម្ដងមនុស្សយន្តក៏តវ៉ាលែងចូលធ្វើការឲ្យមនុស្សអញ្ចឹងហើយខាងរដ្ឋាភិបាលក៏បានបើកការវាយប្រហារបង្ខំឲ្យមនុស្សយន្តទាំងអស់នោះចូលមកធ្វើការវិញការធ្វើសង្គ្រាមនេះគឺបំផ្លាញជីវិតមនុស្សក៏ច្រើនជីវិតមនុស្សយន្ត AI ក៏ច្រើនប៉ុន្តែវាហាក់ដូចជាមិនអាចឈ្នះក្រុមមនុស្សយន្ត AI ទេដោយសារតែពួកគេនឹងបង្កើតឡើងពីដែកមិនអញ្ចឹងពីព្រោះអីដឹងស្រាប់ហើយមនុស្សយន្តអត់ចេះដេកអត់ចេះបិទភ្នែកអត់ចេះអីទេគឺពួកគេដឹងតែពីធ្វើសង្គ្រាមរហូតហើយទាហានដែលជាមនុស្សធម្មតាគឺមិនអាចតទល់ឈ្នះពួក AI បានឡើយអញ្ចឹងហើយនេះបានលោក Ethan Skate របស់យើងនឹងចេញធ្វើជាវីរបុរសប្រចាំពិភពលោកគាត់បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Neuro Coaster អញ្ចឹង Neuro Coaster នឹងគឺអាចអនុញ្ញាតឲ្យមនុស្សរបស់យើងនឹងបញ្ជូនញាណរបស់ខ្លួនចូលទៅមនុស្សយន្តហើយមានតែមនុស្សយើងតែម្នាក់ប៉ុណ្ណោះដែលអាចប្រើប្រាស់មនុស្សយន្តនោះបានអញ្ចឹងមនុស្សយើងអង្គុយធម្មតាចឹងទៅបញ្ជូនញាណរបស់ខ្លួនចូលទៅមនុស្សយន្តមួយផ្សេងទៀតហើយក៏បានឲ្យមនុស្សយន្តទាំងអស់នោះតទល់ជាមួយនឹងមនុស្សយន្ត AI អញ្ចឹងហើយបានជាសង្គ្រាមនេះធ្វើឲ្យមនុស្សរបស់យើងអាចយកឈ្នះមនុស្សយន្ត AI បានហើយមនុស្សយន្ត AI ដែលមានជីវិតទាំងប្រមាណនឹងត្រូវបានគេបង្ខំឲ្យទៅនៅក្នុងតំបន់ដាច់ដោយឡែកពីមនុស្សបាទអញ្ចឹងលោក Peanut យើងនឹងឯងដែលជាអ្នកគ្រប់គ្រងមនុស្សយន្តនឹងគឺគាត់ព្រមចុះសញ្ញេព្រមចុះចាញ់ព្រោះបើសិនជាគាត់បន្តធ្វើសង្គ្រាមទៀតមនុស្សយន្ត AI នឹងរលាយមនុស្សយន្ត AI ដែលសេសសល់ទាំងប្រមាណប្រហែលជា 6000 មនុស្សយន្តនឹងត្រូវបានគេបញ្ជូនមកនៅក្នុងតំបន់ដាច់ដោយឡែកនឹងគឺដូចគុកអញ្ចឹងគ្នាយើងបន្តពីនោះម៉ាស៊ីនដែលប្រើប្រព័ន្ធបច្ចេកវិទ្យា Neuro Coaster របស់លោក Ethan Skate នឹងក៏ត្រូវបានគេដាក់ដំណើរការពេញពិភពលោកអញ្ចឹងមនុស្សរបស់យើងបាច់ចេញទៅធ្វើការផ្ទាល់ទេពួកគេនឹងអង្គុយក្នុងផ្ទះនឹងទៅរួចហើយបញ្ជាឲ្យមនុស្សយន្ត
ជាអ្នកធ្វើការជំនួសពួកគេបានហើយម៉ាស៊ីនហ្នឹងដូចជាបង្កើតខួរក្បាលពីរអញ្ចឹងខួរក្បាលមួយសម្រាប់លំហែកាយខួរក្បាលមួយទៀតសម្រាប់ធ្វើការហើយគ្នាឃើញស្រាប់ហើយអាមូលធំហ្នឹងគឺជាអង់តែននឹងឯងគឺយើងប្រៀបដូចជាអង់តែនបញ្ជូនរលកសញ្ញាតាមRoller Coaster ហ្នឹងណារួចហើយឥឡូវនេះកាត់មកដល់ឆ្នាំ1994នេះគឺជា Matchel របស់យើងគ្នាយើងប៉ុន្តែឥឡូវ Matchel របស់យើងមិនក៏លាបសក់ពណ៌មាសពណ៌អីទៅហើយមូលហេតុគឺថាពេលនេះ Matchel របស់យើងនាងគឺជាក្មេងកំព្រាហើយដែកនៅលើកជើងរបស់ Mitchell ហ្នឹងគឺជាដែកសម្រាប់តាមដាន Mitchell ថានាងតណាហាមឃាត់មិនឲ្យនាងចេញពីកន្លែងកំណត់ឡើយហើយនេះគឺជាឪពុកចិញ្ចឹមរបស់ Mitchell និយាយពីថាមកនឹងស្រ័យសំណត់ Mitchell បញ្ជានេះបញ្ជានោះហើយឪពុកចិញ្ចឹមរបស់នាងមានឈ្មោះថា Ted ហ្នឹងគាត់ដឹងថា Mitchell ធ្លាប់រស់នៅជាមួយនឹងក្រុមគ្រួសារដទៃផ្សេងទៀតប៉ុន្តែរស់នៅមិនដែលចុះសម្រងទេលួចរត់រហូតអញ្ចឹងហើយបានជាគាត់ថាមករស់នៅជាមួយយើងឯងមិនអាចរត់តាបានឡើយហើយ Ted ហ្នឹងគាត់ចូលចិត្តទិញអីវ៉ាន់ពីតំបន់ហាមឃាត់តំបន់ដែលមានមនុស្សយន្ត AI ធ្វើការក្រោយមក Mitchell របស់យើងក៏ចាក់ចេញពីផ្ទះមករៀនតាមធម្មតាហើយនៅសាលារៀនហ្នឹងគឺគេប្រើRoller Coaster នឹងទាំងអស់គ្នាយើងប៉ុន្តែ Mitchell របស់យើងបដិសេធមិនប្រើតើតើអត់ប្រើអញ្ចឹងគ្រូឃើញថា Mitchell រឿងខ្លាំងពេកក៏ហៅ Mitchell ចូលមកក្នុងបន្ទប់គាត់ចង់ហៅឪពុកម្ដាយរបស់ Mitchell នឹងមកទទួលយកកូនរបស់ខ្លួនមកដឹងថាកូនរបស់ខ្លួននឹងរឹងកម្រិតណាអញ្ចឹងទៅណាពេលដែលមើលឯកសាររបស់ Mitchell ក៏ដឹងថាឪពុកម្ដាយរបស់ Mitchell រួមជាមួយនឹងប្អូនរបស់ Mitchell ស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រួចហើយ Mitchell របស់យើងក៏សម័យដល់ដំណើរកំសាន្តចុងក្រោយរបស់នាងរួមជាមួយនឹងប្អូនរបស់នាងមិនដឹងជាមូលហេតុអីបែររៀងភ័យអញ្ចឹងណាបែរជាធ្វើឲ្យតុក្កតានឹងបាក់ក្រោយមកទៀត Mitchell របស់យើងក៏បានមកដល់ផ្ទះវិញក៏ប្រទះឃើញឪពុកចិញ្ចឹមរបស់នាងបានទៀតហើយគាត់ដេកចឹងទៅបញ្ចូលស្អីគេនឹងជាប់ក្បាលរបស់គាត់ហើយមយន្តរបស់គាត់នៅក្បែរនឹងបញ្ចូលថ្មពេលដែលគេងលក់យប់ច្រើនអញ្ចឹង Mitchell របស់យើងក៏បានយល់សប្តិឃើញឧបទ្ទវហេតុហ្នឹងអញ្ចឹងឡានរបស់ពួកគេក៏បានបុកចំសត្វព្រៃមួយក្បាលហើយមានតែ Mitchell របស់យើងទេដែលនៅមានជីវិតហើយនាងក៏ប្រទះឃើញលោកដុកទ័រម្នាក់ហ្នឹងគឺនៅឈរក្បែរនាងបន្ទាប់មក Mitchell របស់យើងក៏បានភ្ញាក់ពីដំណេកនោះព្រាមនោះសម្លេងក្រោកក្រាក់ចម្លែកម្យ៉ាងធ្វើឲ្យ Mitchell របស់យើងហ្នឹងមានការសង្ស័យហើយភ័យខ្លាច Mitchell របស់យើងក៏កាន់កំបិតហើយយកពិលចេញទៅពិនិត្យក្លាហានរបស់គេដែរហ្នឹងណាបន្ទាប់មក Mitchell របស់យើងហ្នឹងក៏ប្រទះឃើញមនុស្សយន្តចម្លែកមួយហ្នឹងកំពុងតែតាមដាននាង Mitchell ភ័យខ្លាំងណាស់នាងក៏រត់ចូលទៅផ្ទះហើយចាក់សោហើយស្រែកហៅឪពុកចិញ្ចឹមរបស់នាងយ៉ាងម៉េចក៏គាត់អត់ភ្ញាក់ដែរបាទ Mitchell ក៏បានព្យាយាមហៅទូរស័ព្ទដើម្បីតាក់ទងទៅកាន់ប៉ូលីសប៉ុន្តែមនុស្សយន្តហ្នឹងក៏ចេះបើកទ្វារចូលមកអញ្ចឹងហើយ Mitchell របស់យើងក៏ទៅពួនក្នុងបន្ទប់របស់នាងនៅខាងក្រោមគ្រែមនុស្សយន្តនោះក៏បានដើររក Mitchell របស់យើងទៀតអូយជើងរបស់វាធំណាស់ Mitchell ក៏ឆ្ងល់មិនមនុស្សយន្តនោះមកហៅនាងអញ្ចឹងព្រាមនោះមនុស្សយន្តនោះក៏បានលើកគ្រែ Mitchell របស់យើងហ្នឹងក៏ចេញពីគ្រែមកហើយនៅឲ្យស្ងៀមឯងចង់បានអីហើយមនុស្សយន្តនេះគឺជាមនុស្សយន្ត Cosmo អ្នកទាំងអស់គ្នាវាក៏ចង្អុលថាវាចង់បាន Mitchell មនុស្សយន្តនោះក៏ព្យាយាមនិយាយងេងងអញ្ចឹងទៅប៉ុន្តែនិយាយអត់យល់គ្នាទេរួចហើយមនុស្សយន្តនោះក៏បានពឹងឲ្យ Mitchell របស់យើងជួសជុលបន្តិច Mitchell របស់យើងក៏តបជាប់ដំណរនឹងវិញអញ្ចឹងទៅមនុស្សយន្តនោះក៏អាចនិយាយបានប៉ុន្តែនិយាយបានពាក្យតិចខ្លាំងមែនតើ Cosmo ក៏បានយករូបថតប្អូននាងរួមជាមួយនឹងនាងមកបញ្យល់ថាមានបញ្ហានៅភពប្រច័ណ្ឌមនុស្សយន្តនោះក៏ចង្អុលទៅលើរូប Christopher ហើយប្រាប់ថា Christopher នឹងគឺជាខ្លួន Mitchell ថាអញមិនចេះមនុស្សយន្តនេះជាប្អូនខ្ញុំមែនឬមួយក៏វាឈួតរួចហើយមនុស្សយន្តនឹងក៏បានប្រើពាក្យជាច្រើននៅក្នុងរឿងតុក្កតា Cosmo នឹងអ្នកទាំងអស់គ្នាដែលធ្វើឲ្យ Mitchell របស់យើងនឹងទប់ទឹកភ្នែកអត់បាន Mitchell ក៏បានដណ្ដើមយករូបថតនោះមកវិញរួចហើយធ្វើឲ្យតុក្កតានឹងបុកជាមួយនឹងទូឈើបង្កជាសំឡេងយ៉ាងខ្លាំងឪពុកចិញ្ចឹមរបស់នាងក៏សួរមានរឿងអីគាត់នឹងក៏ឡើងមកពិនិត្យមើលរួចក៏ប្រទះឃើញ Mitchell របស់យើងនៅជាមួយមនុស្សយន្តគាត់ក៏ចង់ទេប្រាប់ប៉ូលីស Mitchell ក៏ព្យាយាមបញ្យល់ថាអត់អីទេតែប្រហែលនឹងឪពុករបស់ Mitchell នឹងក៏បានរុញ Mitchell ដួលមនុស្សយន្ត Cosmo នឹងឃើញ Mitchell ដួលអញ្ចឹងក៏អាណិតបងរួចហើយក៏ការពារបងរួចឲ្យអាប៉ែនឹងដួលអាប៉ែនឹងក៏ទេទៅប្រាប់ប៉ូលីសមែនគាត់និយាយថាមានមនុស្សយន្តបើកការវាយប្រហារក៏សាប់តែ Mitchell នឹងឆក់រហូតដល់ឪពុកចិញ្ចឹមរបស់ខ្លួនសន្លប់ឥឡូវមិនដឹងជឿណាទេតែ Mitchell របស់យើងក៏ធ្វើដំណើរចាក់ចេញពីទីនោះជាមួយមនុស្សយន្ត Cosmo នឹងហើយនាងក៏បានពឹងអោមនុស្សយន្ត Cosmo នោះផ្ដាច់កងជើងរបស់នាងចោល Mitchell របស់យើងនឹងក៏បានថយឡានបុកមនុស្សយន្តឪពុករបស់ខ្លួនបាក់ជើងដេញអត់ទាន់ឥឡូវនេះឡានរបស់ Mitchell នឹងក៏មកដល់កន្លែងមួយនឹងក៏បែកកង់ Mitchell របស់យើងក៏រកកង់ឡានដូរអាកង់ឡាននៅក្នុងនោះក៏បែកទៀតចំណែកឯ Cosmo ផ្ទាល់នេះមានអារម្មណ៍ថាដូចជាចម្លែកពីព្រោះខ្លួនប្រទះឃើញមានមនុស្សយន្ត AI ជាច្រើនត្រូវបានគេទុកចោលដោយសារគេវាយប្រហារខូចខាតលែងដំណើរការអីចឹងទៅណាបន្ទាប់មក Mitchell របស់យើងក៏បានយក Cosmo នឹងយកមកសួរចម្លើយនាងថាប្អូនរបស់នាងស្លាប់ហើយតើឥឡូវហ្នឹងប្អូនរបស់នាងជាមនុស្សយន្តឬមួយក៏យ៉ាងណា Cosmo ក៏បញ្យល់ថាអត់ទេប្អូនរបស់ Mitchell ហ្នឹងមិនមែនជាមនុស្សយន្តទេ Mitchell ក៏ធ្វើជាទាយថាអញ្ចឹង Christopher ប្អូនខ្ញុំហ្នឹងគឺនៅខាងក្រៅនៅមានជីវិតនៅកន្លែងណាមួយតើអត់មនុស្សយន្តហ្នឹងក៏ងក់ក្បាលប្រាប់អញ្ចឹងមែន Mitchell ក៏សួរថាតើនៅឯណាអញ្ចឹង Cosmo ហ្នឹងក៏ចង្អុលប្រាប់ផ្លាកសញ្ញានេះមានពាក្យ Center ដែលជាក្រុមហ៊ុនរបស់ Ethan Scale ដល់គ្នាយើងតែ Mitchell ក៏សួរវិញថាអូយ Center ហ្នឹងមានច្រើនណាស់នៅឯណាវិញទៅតើប្អូនអាចដឹងឬអត់តើមាននរណាម្នាក់អាចដឹងពីទីតាំងនោះមនុស្សយន្ត Cosmo ហ្នឹងក៏បានធ្វើដៃពាក់វ៉ែនតាលើភ្នែកថាអ្នកដែលពាក់វ៉ែនតាដឹង Cosmo ក៏បានយកអាកំប៉ុងទឹកមួយមានពាក្យ Dior នៅលើហ្នឹងអញ្ចឹង Mitchell ថាអូអញ្ចឹងអ្នកដែលអាចដឹងទីតាំងរបស់ប្អូនខ្ញុំគឺជាដុកទ័រពាក់វ៉ែនតាណាគេចេះរួចហើយ Mitchell របស់យើងក៏ចាំពេលដែលនាងភ្ញាក់ខ្លួនពីមន្ទីរពេទ្យនាងក៏ប្រទះឃើញដុកទ័រដែលពាក់វ៉ែនតាមួយហ្នឹងបានមកប្រាប់នាងថាប្អូនរបស់នាងស្លាប់បាត់ទៅហើយអញ្ចឹងហើយដុកទ័រហ្នឹងគឺជាគេហៅថាតម្រុយដែលអាចធ្វើឲ្យនាងស្វែងរកប្អូនរបស់នាងឃើញ Mitchell របស់យើងក៏បានបើកមើលផែនទី Cosmo ក៏បានចង្អុលបង្ហាញនៅអាកដាកន្លែងគុករបស់មនុស្សយន្ត Mitchell ក៏ឆ្ងល់ថាមិនក៏ដុកទ័រហ្នឹងទៅគុករបស់មនុស្សយន្តហ្នឹងទៅវិញហើយណាមួយគឺគ្មាននរណាម្នាក់អាចចេញឬមួយ
មួយក៏ចូលក្នុងគុកមនុស្សយន្តនឹងបានឡើយព្រមនោះ Michelle របស់យើងក៏នឹកឃើញថាអូឪពុករបស់ខ្ញុំតែញ៉ាវ៉ាន់ពីគុកមនុស្សយន្តនឹងដែរតា Michelle ក៏បានទៅមើលគូតឡានឪពុករបស់នាងរួចក៏ប្រទះឃើញប្រអប់ដែលឪពុករបស់នាងនឹងជួញដូររបស់របរផ្សេងពីខាងគុករបស់មនុស្សយន្ត AI នឹងអញ្ចឹងណារួចហើយនាងក៏បានហែកអាស័យដ្ឋាននឹងដើម្បីទៅកាន់ទីតាំងនោះពីព្រោះនាងសន្និដ្ឋានថានរណាក៏ដោយដែលអាចយកអីវ៉ាន់ចេញពីគុករបស់មនុស្សយន្តបានអ្នកនោះគឺអាចចេញចូលគុកមនុស្សយន្តនឹងបានធម្មតាហើយមិនបង្អង់យូរ Michelle របស់យើងរួមជាមួយនឹង Cosmo ក៏បានធ្វើដំណើរទៅកាន់ទីតាំងគុករបស់មនុស្សយន្ត AI ពួកគេក៏មានជិះជារទេះភ្លើងដើរកាត់ផ្ទះអ្នកភូមិប៉ុន្តែអ្នកភូមិលែងធ្វើការលេងអីបាទឥឡូវគឺគេពាក់អាម៉ាស៊ីននឹងទៅឲ្យមនុស្សយន្តជាអ្នកធ្វើការជំនួសឥឡូវមកដល់ទីតាំងកំណត់មួយហើយ Michelle របស់យើងនឹងក៏ចូលទៅទិញអីហូបសិន Cosmo ផ្ទាល់នេះក៏ប្រទះឃើញថាមនុស្សសពថ្ងៃហ្នឹងមិនទៅជាដេកស្ប៉ិតអញ្ចឹងអស់ហើយពួកគេប្រើតាអាម៉ាស៊ីន Neuro Coaster នឹងទេពេលចេញមកពីទិញអីវិញ Michelle របស់យើងក៏ប្រទះឃើញ Cosmo គុំទៅពាក់ព័ន្ធជាមួយពួកគេព្រមនោះឡានធំក៏បានជិះមកដល់ទីតាំងដែលពួកគេអង្គុយរងចាំហ្នឹង Michelle របស់យើងក៏បាននាំ Cosmo មកពួនរួចក៏ប្រទះឃើញបុរសម្នាក់ដែលគាត់មានឈ្មោះថា Kid ហ្នឹងកំពុងតែជួញដូរអ្វីមួយយ៉ាងហ្នឹងទៅកាន់មនុស្សយន្តម្នាក់ទៀតហ្នឹងគឺជាមនុស្សធម្មតាតែគាត់នឹងបញ្ជូនមនុស្សយន្តរបស់គាត់នឹងឲ្យមកទិញអីវ៉ាន់ពី Kid របស់យើងហើយអីវ៉ាន់ហ្នឹងគឺជាកំភ្លើងតាំងពីឆ្នាំ1300ចាត់ជាងតទៅពេលទិញហើយហ្នឹងអាប៉ែហ្នឹងអត់ឲ្យលុយ Kid របស់យើងក៏និយាយថាអូមិនក៏អត់ឲ្យលុយខ្ញុំអញ្ចឹងឆក់ងាប់ខ្ញុំហើយអាប៉ែហ្នឹងក៏ឆ្ងល់ថាមិនក៏ត្រូវឆក់វិញតោះហើយនឹងអតិពលឆក់ម្យ៉ាងហ្នឹងក៏បានឆក់មនុស្សយន្តហ្នឹងរហូតដល់ដួលហើយមនុស្សយន្តដែលធ្វើការជាមួយនឹង Kid របស់យើងមានឈ្មោះថា Herman អូនេះក៏ជារឿងកម្រដែរដែលមានមនុស្សធ្វើការជាមួយមនុស្សយន្ត AI Kid របស់យើងគឺគាត់ជាអ្នករកស៊ីដែលគាត់យកអីវ៉ាន់ពីក្នុងគុករបស់មនុស្សយន្តហ្នឹងយកមកលក់នៅខាងក្រៅឥឡូវតើគាត់ឆក់មនុស្សយន្តនឹងដួលអញ្ចឹងគាត់ក៏លើកមនុស្សយន្តនឹងជាមួយនឹង Herman របស់យើងយកតាណាក៏មិនដឹងជាតិនៅឱកាសនោះ Michelle របស់យើងរួមជាមួយនឹង Cosmo ក៏បានឡើងទៅលើឡានរបស់អប៉ែ Kid ចំពោះឡានរបស់ Michelle ដែលជិះបែកកង់យើងក៏ប្រទះឃើញលោកប៉ូលីសម្នាក់ដែលគាត់មានឈ្មោះថា Bradbury នឹងបានតាមដាន Michelle របស់យើងរួមជាមួយនឹង Cosmo បាទប្រហែលជាឪពុករបស់ Michelle យើងឪពុកចិញ្ចឹមហ្នឹងបានផ្ដល់ដំណឹងឲ្យប៉ូលីសហ្នឹងហើយបានជាប៉ូលីសហ្នឹងតាម Michelle របស់យើងរួមជាមួយនឹង Cosmo បែបនេះហើយគាត់នឹងក៏បានមើលតាមអាស័យដ្ឋានបន្តនៅលើប្រអប់กระดาษហ្នឹងអញ្ចឹងទៅគាត់ក៏ដឹងទីតាំងរបស់ Michelle ដែរបន្តមកទៀត Kid របស់យើងក៏បានជិះឡានយ៉ាងធំរបស់ខ្លួននឹងមកផ្ទះរបស់ខ្លួននៅក្បែររបងគុកនឹងឯងពេលដែលបើគូតឡានយកអីវ៉ាន់អញ្ចឹងទៅក៏ផ្ទះឃើញ Herman របស់យើងបានលួចម៉ូតូបរោះអំបញ្ញមិញនឹងដែរបាទបរោះដែលរស់ស៊ីជាមួយគ្នាមិញក្រោយមក Michelle រួមជាមួយនឹង Cosmo ក៏បានចូលប្រអប់ឡាំងឈើនោះអញ្ចឹងហើយ Kid រួមជាមួយនឹង Herman ក៏បានបញ្ជូនប្រអប់ឡាំងឈើនោះមកខាងក្រោមដែរពេលដែលមកដល់យើងក៏ផ្ទះឃើញ Herman របស់យើងនឹងគាត់ចូលចិត្តលេងជាមួយអាត្រីយន្តនឹងណាឲ្យតែយើងមានសកម្មភាពអីក្បែរត្រីនឹងដឹងតែត្រីនឹងបញ្ចេញសំឡេងហ្មងបន្ទាប់មកនេះមកហូបអាហារនៅក្នុងទូរបស់ Kid យើងនឹងក៏ស្អុយលលួយអស់មូលហេតុគឺដោយសារតែដកដុយចេញ Kid គាត់ខឹងតែគាត់និយាយថាគាត់អត់ខឹងទេ Herman ប្រាប់ខ្ញុំមកតើ Herman ឯងជាអ្នកដកឬ Herman ថាបើអត់ខឹងខ្ញុំសារភាពក៏បានដែរខ្ញុំជាអ្នកដកដើម្បីបញ្ចូលភ្លើងខ្លួនឯងអូលឺសូនចឹង Kid គាត់ខឹង Michelle របស់យើងរួមជាមួយនឹង Cosmo គោលបំណងរបស់ពួកគេគឺចង់ចូលទៅក្នុងគុករបស់មនុស្សយន្តមិនចឹងឯងឥឡូវខំដើរលបលំចឹងទៅក៏សាប់តែ Cosmo នឹងមើលរូបត្រីនឹងត្រីនឹងក៏បញ្ចេញសំឡេង Kid រួមជាមួយនឹង Herman ដឹងតែម្ដងមានអ្នកលួចចូលកន្លែងរបស់ពួកគេហើយជាចុងក្រោយ Kid រួមជាមួយនឹង Herman ក៏បានចាប់ Michelle រួមជាមួយនឹង Cosmo បានដោយជោគជ័យប៉ុន្តែអត់ធ្វើបាបអត់ធ្វើអីទេដឹងថា Michelle របស់យើងជាក្មេងចឹងក៏បញ្ជូន Michelle ទៅខាងក្រៅប៉ុន្តែ Michelle ថាអត់ទេខ្ញុំចង់ចូលទៅក្នុងគុករបស់មនុស្សយន្ត AI ប៉ុន្តែ Kid របស់យើងអត់ឲ្យ Michelle របស់យើងចូលទៅទីនេះនោះទេដោយគាត់ថាទីនោះគឺអាក្រក់លើសពីការរំពឹងទុកយើងមិនអនុញ្ញាតឲ្យពួកឯងចូលទៅទីនោះឡើយព្រមនោះក៏សាប់តែមានចដាយន្តនឹងចុះមកបន្តទៀត Kid គាត់ស្មានថា Michelle របស់យើងនាំនរណាគេមកជាមួយតែអត់ទេ Herman ក៏ថាមិនមែនទេប្រហែលជាអាប៉ែនឹងមកតាម Michelle រួមជាមួយនឹងតុក្កតាស្អីមនុស្សយន្ត Cosmo នេះអញ្ចឹងច្បាប់របស់មនុស្សគឺមិនអាចធ្វើការជាមួយមនុស្សយន្ត AI បានឡើយ Kid របស់យើងក៏បង្ខំឲ្យ Cosmo នឹងទៅជាមួយនឹង Herman ហើយខ្លួនក៏បង្ខំឲ្យ Michelle នឹងធ្វើជាប្អូនស្រីរបស់ខ្លួនកូននិយាយអត់ចេញទេបន្ទាប់មកនេះលោកប៉ូលីស Bradbury របស់យើងលោក Bradbury ក៏ឲ្យពួកគេលើកដៃ Kid ក៏លើកដៃប្រាប់ថានេះខ្ញុំធ្វើការធម្មតាទេនេះប្អូនស្រីរបស់ខ្ញុំនាងកូននិយាយមិនចេញទេបន្ទាប់មកលោកប៉ូលីសនឹងគាត់ស្គាល់ទៅហើយគាត់ថាម្នាក់នេះមានឈ្មោះថា Michelle នាងបង្កគ្រោះថ្នាក់ដល់ឪពុកចិញ្ចឹមរបស់នាងហើយនាងក៏មានពាក់ព័ន្ធជាមួយមនុស្សយន្ត AI ទៀត Kid របស់យើងថាអូចាប់បាត់ហើយអញ្ចឹងកុំអីលោកសម្រួលគ្នាសិនទៅអីខ្ញុំឆក់ណាគ្មានអារម្មណ៍ឆក់តែឲ្យ Herman ចង់ឆក់ទៀតប៉ុន្តែលោកប៉ូលីសនឹងគាត់ឆ្លាតគាត់ក៏ឲ្យ Herman នឹងឆក់ Kid រហូតដល់សន្លប់ Bradbury ក៏បានប្រើកំភ្លើងគាត់បាញ់ងូយសាហាវខ្លាំងមែនទែនបាទបន្ទាប់មកលោកប៉ូលីសនឹងក៏បានតម្រង់បាញ់ចំមនុស្សយន្តនឹងហើយប៉ុន្តែសំណាងល្អ Michelle របស់យើងក៏មកជួយទាន់ព្រមនោះ Michelle ក៏បានទះដៃពីតង់ចឹងទៅភ្លើងនឹងក៏រលត់លោកប៉ូលីស Bradbury គាត់គ្មានភ័យស្អីទេបាទព្រោះអ្នកដែលទៅធ្វើការនឹងគឺជាមនុស្សយន្តហ្នឹងអញ្ចឹងគាត់ក៏បានបើកភ្លើងនៅមនុស្សយន្តរបស់គាត់ដើម្បីតាមស្វែងរកពួកគេ Kid ក៏បានប្រើកំភ្លើងដើម្បីបាញ់ទៅលើមនុស្សយន្តនោះប៉ុន្តែគ្មានផលប៉ះពាល់អ្វីឡើយលោក Bradbury ក៏ចង់វាយប្រហារទៅលើ Kid ប៉ុន្តែ Michelle ថាកុំធ្វើបាបគាត់លោក Bradbury នោះក៏បានកវាត់អាប៉ែ Kid នឹងខ្ទាតដល់ណាដល់ណីទៅហើយលោក Bradbury នឹងគឺគាត់មិនមែនមកចាប់ Michelle ទេ
អ្វីដែលគាត់ចង់បានគឺជានេះមនុស្សយន្ត Cosmo នេះគាត់ថាដើរចេញពីមនុស្សយន្ត Cosmo នេះភ្លាមអ្នកនាងនឹងសុខសាន្តហើយខ្ញុំត្រូវការតែមនុស្សយន្តនេះប៉ុណ្ណោះ Michelle គាត់ថាតើលោកយកប្អូនខ្ញុំទៅធ្វើស្អីក្រោយមក Herman របស់យើងក៏បានទម្លាក់ដៃយ៉ាងធ្ងន់នឹងមកលើមនុស្សយន្តរបស់លោក Bradbury ហើយពួកគេក៏បន្តរត់អញ្ចឹងពួកគេក៏ជារទេះភ្លើងចូលទៅក្នុងគុករបស់មនុស្សយន្តនឹងតែម្ដងតែគ្នាតែសយអ្វីនឹងលោក Bradbury បាញ់មកកំភ្លើងនឹងក៏កលាប់ដល់ចំណុចនេះ Herman របស់យើងរួមជាមួយនឹង Cosmo ក៏បានតទល់ជាមួយនឹងលោក Bradbury ប៉ុន្តែមើលទៅពួកគេជាមនុស្សយន្តតូចៗអញ្ចឹងគ្មានកម្លាំងអាចឈ្នះនោះទេតោះហើយ Michelle របស់យើងក៏បានជិះឡានមកទំហឹងនឹងបុករហូតដល់ថ្មធ្លាក់កិនលោក Bradbury កម្រាកមិនរួចបន្ទាប់មកថ្មនឹងក៏ធ្លាក់បិទផ្លូវចេញពីទីនឹងចិត្តតែម្ដងជំរឿនរបស់ពួកគេគឺត្រូវតែចូលទៅក្នុងគុករបស់មនុស្សយន្តនឹងឯងគ្នាយើងហើយគុកនឹងអត់មានផ្លូវចេញនោះទេឥឡូវពេលមកដល់ក្នុងទឹកដីគុកនឹងហើយឃីតគាត់ស្រែកថាអូយអ្មេចទៅជីវិតខ្ញុំផ្លូវចេញចូលគឺមានតែមួយនេះប៉ុណ្ណោះឃើញទេដើរជុំវិញនឹងទៅ10ឆ្នាំមកកន្លែងដដែលនេះវិញអត់មានចេញទៅណារួចទេហើយសោះក៏ក្រោះបែបនេះគ្មានស្អីស៊ីគ្មានអីហូបអ្មេចទៅក្រោយមកឃីតរបស់យើងក៏លឺសូរសំឡេងចម្លែកខ្លួនក៏បាននាំគ្នានឹងទៅពួនក៏ប្រទះឃើញមនុស្សយន្តមួយនឹងសម្លាប់មនុស្សយន្តដទៃផ្សេងទៀតដើម្បីយកគ្រឿងមនុស្សយន្តប្រភេទនេះត្រូវបានគេហៅថា Scavenger bot ហើយមនុស្សយន្តប្រភេទនេះគឺជារបស់ដែលគ្រោះថ្នាក់បំផុតនៅក្នុងទឹកដីគុកនេះឯងគ្នាយើងពេលដែលមនុស្សយន្តចាក់ចេញពីទីនោះ Michelle ក៏សួរថាចុះពួក Scavenger bot ហ្នឹងធ្វើអីមកលើមនុស្សឃីតគាត់ថាអូខ្ញុំមិនដឹងទេខ្ញុំមិនដែលនៅជាមួយវាផងក្រោយមកទៀតពួកគេក៏បានធ្វើដំណើរចូលទៅក្នុងផ្ទះចាស់មួយនៅទីនោះពួកគេក៏សួរថាតើ Michelle ហ្នឹងមកទីនេះដើម្បីអី Michelle ក៏និយាយថានាងចង់ស្វែងរកដុកទ័រមួយពីព្រោះដុកទ័រយកប្អូនរបស់នាងទៅលាក់កន្លែងណាក៏មិនដឹងហើយមនុស្សយន្ត Cosmo នេះគឺជាញាណរបស់ប្អូនប្រុសនាងដឹងថាគាត់មានជីវិតប៉ុន្តែគាត់ដឹងថាគាត់នៅឯណាទេលុះត្រាតែស្វែងរកដុកទ័រនោះឃើញទើបដុកទ័រនឹងដឹងទីតាំងរបស់ប្អូនប្រុសនាងនៅឯណា Michelle ក៏ប្រាប់ថាទីតាំងរបស់លោកដុកទ័រនឹងគឺនៅ Tabletop Mountain គីតក៏ថាងាប់ហើយឆ្ងាយណាស់300ម៉ាយល៍ពីនេះទៅដើរមិនងាយដល់ទេ Michelle ក៏ថាឥឡូវមានវិធីអីអត់ចោះបាទពេលដែលពួកគេបើកផ្ទះនឹងមកក៏ប្រទះឃើញមានមនុស្សយន្តយ៉ាងធំមួយអញ្ចឹងមនុស្សយន្តយ៉ាងធំនេះគឺអនុញ្ញាតឲ្យ Herman របស់យើងដែលជាមនុស្សយន្តតូចនឹងទៅបញ្ជាវាបាន Herman ក៏បានអួតថាប្រភេទមនុស្សយន្តដូចជាខ្ញុំគឺមានរូបរាងគ្រប់ទម្រង់ទាំងអស់ធ្វើការផ្សេងគ្នាចង់ធំប៉ុណ្ណាក៏បានដែរប៉ុន្តែដល់ចំណុចនេះ Kid របស់យើងគឺគាត់អត់ចង់ជួយ Michelle នោះទេគាត់ចង់រកផ្លូវចាក់ចេញពីទីនេះប៉ុន្តែ Michelle ក៏និយាយថាបើសិនជាពួកគេស្វែងរកដុកទ័រពាក់វ៉ែនតានឹងឃើញគាត់ប្រកាសជាដឹងផ្លូវចេញដោយសារតែគាត់នឹងចូលមកទីនេះបាន Kid របស់យើងថាតំណងណាបើរកផ្លូវចូលជុំវិញនេះប្រហែលជារកមិនឃើញមិនចេញរួចទេចឹងហើយគាត់ក៏សម្រេចចិត្តធ្វើដំណើរជាមួយនឹង Michelle របស់យើងហើយ Cosmo ដើម្បីរកវិធីដោះស្រាយអញ្ចឹងអង្គុយក្នុងឡានអញ្ចឹងទៅសម្រាប់ Herman របស់យើងនឹងជាអ្នកស្ពាយឡានលីឡាននឹងមកជាមួយ Kid គាត់ក៏សួរក្រុមគ្រួសាររបស់ Michelle យ៉ាងម៉េចទៅហើយគាត់មើលមុខក៏ដឹងដែរថាឪពុកម្ដាយរបស់ Michelle នឹងស្លាប់អស់ហើយក្នុងសង្គ្រាម Michelle ថាស្លាប់មែនតែពួកគេមិនស្លាប់ក្នុងសង្គ្រាមទេហើយចុះលោករួមជាមួយនឹងមនុស្សយន្តនេះវិញកម្រណាស់នេះឃើញមនុស្សនៅជាមួយមនុស្សយន្ត Kid ក៏បញ្យល់ថាការដំបូងឡើយនឹងគឺគាត់នឹងជាអ្នកធ្វើសង្គ្រាមសម្រាប់មនុស្សយន្ត AI ដែរគ្នាយើងហើយពេលធ្វើសង្គ្រាមនឹងតាមពិតគាត់ត្រូវស្លាប់ហើយសំណាងល្អ Herman គឺបានជួយជីវិតគាត់ទៅហើយគ្នារបស់ Kid ដែលជាមនុស្សនឹងមកចង់បាញ់វាប្រហារទៅលើ Herman ចឹងទៅ Kid របស់យើងក៏សុកចិត្តនាំ Herman រត់ចាក់ចេញពីទីនោះហើយមករនៅជាមួយគ្នារហូតដល់សប្តាហ៍ថ្ងៃនេះរួចយើងក៏កាត់មកដល់លោក Ethan Skate វិញដែលជាម្ចាស់ក្រុមហ៊ុនផលិតអាមរយន្ត Neuro Coaster នោះពេលនេះគាត់កំពុងតែអង្គុយហូបអីជាមួយម្ដាយរបស់គាត់មើលទៅគាត់ដូចជាមានសេចក្តីសុខខ្លាំងមែនទែនម៉ាហើយមើលទៅគាត់ដូចជាមានសុភមង្គលណាពេលឃើញម្ដាយរបស់គាត់និយាយផ្អែមល្ហែមដាក់គាត់ធ្វើម្ហូបឲ្យគាត់ហូបអីចឹងទៅបន្ទាប់មកក៏ស្រាប់តែរូបរាងរបស់ម្ដាយលោក Ethan នឹងជីងគាំងទៅហើយទើបដឹងថាគាត់នឹងកំពុងតែសាកអាម៉ាស៊ីន Neuro Coaster នឹងឯងតទៅពេលងាកមើលកូដទៅក៏ប្រទះឃើញកូដនឹងវា error អញ្ចឹងគាត់ក៏បានហៅអ្នកវិទ្យាសាស្ត្រដែលគ្រប់គ្រងរបស់គាត់នឹងមកសួរមិនមូលហេតុអីបានជាលេខកូដនឹងធ្លាក់បែបនេះទិន្នន័យនឹងវាលក្ខណៈ slow អញ្ចឹងណាគាត់ខឹងថាដំបងឡានម៉ាស៊ីនរបស់គាត់និយាយពីល្អឥតខ្ចោះឥឡូវនេះធ្លាក់អន់អញ្ចឹងអន់ដូចអាចអីអញ្ចឹងណាភ្លាមនោះអ្នកវិទ្យាសាស្ត្រម្នាក់នឹងក៏និយាយថាដោយសារតែ Christopher បាត់ទៅហើយបាទ Christopher ប្អូន Michelle ពួកគេក៏បន្តបញ្យល់ទៀតថា neuron នៃញៀនម្យ៉ាងរបស់ Christopher របស់យើងនឹងបានបញ្ជូនចូលទៅក្នុងមនុស្សយន្តហើយចាក់ចេញពីទីនេះអញ្ចឹងលុះត្រាតែពួកគេយក neuron ដែលបាត់របស់ Christopher ត្រឡប់មកវិញបញ្ចូលទៅក្នុងរូបរាងរបស់ Christopher ទៅម៉ាស៊ីនរបស់ពួកគេដំណើរការដូច្នេះកន្លែងនេះបញ្ជាក់ឲ្យយល់ថាក្រុមហ៊ុនទាំងមូលរបស់ប៉ែ Ethan នឹងគឺដំណើរការបាននឹងដោយសារតែ Christopher របស់យើងដែលជាប្អូនរបស់ Michelle នឹងឯងអស្ចារ្យមែនបាទឥឡូវនេះ Ethan របស់យើងគឺគាត់បង្ខំធ្វើយ៉ាងណាក៏ដោយនឹងតាមចាប់ Cosmo បាទដែលជាមនុស្សយន្តរក្សាទុក neuron មួយក៏ប្រព័ន្ធញៀនអ្វីម្យ៉ាងរបស់ Christopher របស់យើងយកមកវិញអញ្ចឹងហើយគាត់ក៏បានតាក់ទងទៅកាន់លោក Bradbury គាត់ក៏បានកោះហៅលោក Bradbury នឹងមកជួបជាមួយគាត់បាទនៅក្នុង Virtual World តែម្ដងបាទអូទេសភាពស្អាតណាស់អត់មានអីច្រើនទេគឺគាត់បញ្ជាឲ្យ Bradbury របស់យើងនឹងតាមចាប់យកមនុស្សយន្ត Cosmo នឹងមកវិញឲ្យបានប៉ុន្តែលោក Bradbury គាត់ថាគាត់ធ្វើការបែបនេះដោយសារតែថ្នាក់លើរបស់គាត់នឹងទេឲ្យគាត់នឹងដោះស្រាយ Ethan ក៏និយាយថានឹងហើយតុក្កតាក្បាលលឿង Cosmo នឹងគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយើងលោក Bradbury ថាអត់ទេបើសិនជាខ្ញុំចាប់តុក្កតាមនុស្សយន្ត Cosmo នោះបានហើយខ្ញុំនឹងកំទេចវាចោល Ethan ក៏និយាយថាយើងអនុញ្ញាតឲ្យលោកកំទេចតែខ្ញុំគ្រាន់តែស្នើសុំឲ្យលោកបញ្ជាពេលខ្ញុំយកមនុស្សយន្តនោះមកដោះស្រាយបញ្ហារបស់ខ្ញុំអ្វីដែលនៅសេសសល់ខ្ញុំនឹងបកគលឲ្យលោកវិញហើយមនុស្សយន្តរបស់លោកដែលខូចកប់ក្រោមថ្មនោះខ្ញុំជួយបានលោក Bradbury ក៏ឆ្ងល់ថាចុះលោក Ethan នឹងមិនគិតបញ្ជូនក្រុមទា
ទាហានរបស់គាត់នឹងទៅដណ្ដើមយកមនុស្សយន្តពណ៌លឿងនឹងវិញទៅដែលជា Cosmo ហ្នឹងណាប៉ុន្តែគឺគេមានការសញ្ញេជាមួយគ្នារវាងមនុស្សរួមជាមួយនឹង AI ពួកគេគ្មានសិទ្ធិចូលទៅក្នុងគុករបស់មនុស្សយន្ត AI ទេលុះតាតែខាងមនុស្សយន្ត AI នឹងបំពេញច្បាប់ដែលពួកគេសញ្ញេហ្នឹងដូច្នេះត្រូវការឲ្យលោក Bradbury របស់យើងបង្ហាញភស្តុតាងនោះទៅក្រុមទាហានរបស់លោកអ៊ីសានឹងទៅតាមក្រោយលោក Bradbury គាត់ដូចជាអស់ជំរឿដែរគាត់ក៏យល់ព្រមតាមការស្នើសុំរបស់លោកអ៊ីសានេះអញ្ចឹងហើយមនុស្សយន្តរបស់លោក Bradbury ក៏ចាប់ផ្ដើមដំណើរការម្ដងទៀតបើខាងវិទ្យារបស់យើងវិញឥឡូវពួកគេធ្វើដំណើរមកដល់ទីតាំងមួយដូចជាអតីតផ្សារទំនើបពួកគេក៏គិតថាប្រហែលជាលោកដុកទ័រពាក់វ៉ែនតានឹងពួននៅក្នុងអាម៉លផ្សារទំនើបហ្នឹងឯងមើលទៅប៉ុន្តែគេថាណាគេទៅពួននៅកន្លែងហ្នឹងទេលោកអើយដូចកដាលវាលពេកហើយព្រាមនោះក៏សាប់តែក្រុមមនុស្សយន្តនៅជុំវិញនោះបានគប់សេគេបានម៉ាស៊ីនត្រជាក់ក៏ទូតកកទេបានមកវាប្រហារលើពួកគេអញ្ចឹងណាគប់មកច្រើនអញ្ចឹងទៅក៏ធ្វើឲ្យមនុស្សយន្តរបស់ Herman យើងនឹងដួលបាក់ជើងជាចុងក្រោយក្រុមមនុស្សយន្តទាំងអស់នោះក៏បានចាប់ខ្លួនរបស់ Mitchell បានទាំងអស់ឥឡូវក្រុមរបស់ពួកគេក៏ត្រូវបានបញ្ជូនចូលមកក្នុងផ្សារទំនើបនោះហើយនៅក្នុងផ្សារទំនើបនោះគឺស្ថិតតែមនុស្សយន្តរស់នៅគីរបស់យើងក៏ចង់រត់ល្បិចចាក់ចេញពីទីនេះប៉ុន្តែ Mitchell ថានាងមិនចង់ចាក់ចេញពីទីនេះឡើយបើនាងមិនអាចរកឃើញលោកគ្រូពេទ្យពាក់វ៉ែនតានោះឥឡូវនេះខាងក្រុមមនុស្សយន្តក៏បាននាំពួកគេទាំងអស់គ្នាប្រជុំជាមួយនឹងអ្នកគ្រប់គ្រងទីនោះដែលគឺជាលោក Peanut លោក Peanut នឹងឲ្យគ្នារបស់គាត់ចាប់ខ្លួនបែបនេះគឺដោយសារតែគាត់នឹងខ្លាចក្រុមមនុស្សយន្ត Scavenger Bot អាក្រុមមនុស្សយន្តដែលលួចគ្រឿងមនុស្សយន្តដទៃទៀតហ៎ Mitchell អត់មានវែងឆ្ងាយទេនាងក៏ចង់សួរថាខ្ញុំសុំសួរមួយលោក Peanut តើលោកស្គាល់លោកគ្រូពេទ្យពាក់វ៉ែនតាអត់ឮសូនអញ្ចឹងលោក Peanut ក៏ថាមនុស្សណោះចង់តបានពីពួកយើងមកតាមខ្ញុំមកអញ្ចឹងលោក Peanut នឹងគឺចង់មកកាត់ខ្សែចង់ដែររបស់ពួកគេចេញដោយសារតែអីដោយសារតែបើសិនជាក្រុម Center នឹងដឹងថាទីតាំងរបស់មនុស្សនៅទីនេះពួកគេគឺមានសិទ្ធិក្នុងការកំទេចទីនេះចោលដើម្បីការពារមនុស្សអញ្ចឹងហើយនឹងគឺលោក Peanut អត់ចង់ឲ្យមនុស្សពាក់ព័ន្ធជាមួយគាត់ទេចង់តែបញ្ជូនពួកគេចាក់ចេញពីទីនេះឲ្យឆ្ងាយក្រោយមកទៀត Mitchell របស់យើងក៏បានបញ្យល់ពីមូលហេតុរបស់នាងចង់ស្វែងរកឃើញដុកទ័រពាក់វ៉ែនតានោះពីព្រោះខាង Center នឹងគឺយកប្អូនប្រុសរបស់នាងយកទៅរក្សាទុកហើយមនុស្សយន្តនេះគឺជាញៀនប្អូនប្រុសរបស់នាងនឹងបញ្ជូនមកលោក Peanut គាត់ក៏ឆ្ងល់ដែរថាអើយចាប់យកក្មេងទៅធ្វើស្អីណោះបន្ទាប់មកលោក Peanut គាត់និយាយថាគាត់នឹងស្គាល់ដុកទ័រពាក់វ៉ែនតានឹងមែនដែលគាត់មានឈ្មោះថា Amherst ហើយលោកដុកទ័រនឹងគឺគាត់មានសមត្ថភាពសិក្សាអំពីទំនាក់ទំនងរវាងមនុស្សរួមជាមួយមនុស្សយន្តហើយគាត់ក៏បានបញ្ជូនដុកទ័រទៅនៅក្រៅទីនេះដែរប៉ុន្តែគាត់អត់ប្រាប់ទេថានៅឯណាពីព្រោះគាត់ខ្លាចលោកដុកទ័រ Amherst របស់យើងនឹងបានបំផ្លាញនៅកិច្ចសន្យារបស់គាត់ដែលសញ្ញេថាអំបូររបស់មនុស្សយន្ត AI នឹងក៏ជាមនុស្សដែរប៉ុន្តែរស់នៅក្នុងគុកនឹងហើយបើសិនជាដុកទ័រ Amherst ចេញទៅខាងក្រៅរួចអាចដុកទ័រនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចសន្យានឹងអីអញ្ចឹងណាគាត់គិតអញ្ចឹងណាហើយ Mitchell ក៏និយាយថាលោក Peanut លោកគិតថាលោកបង្កើតស្អីកន្លែងនឹងលោកគិតថាវាអស្ចារ្យឬបើលោកមិនជួយពួកខ្ញុំក៏បានដែរខ្ញុំរកវិធីជួយដោយខ្លួនឯង Mitchell របស់យើងអត់ចង់ពជាពេកទេគឺនាងចង់ចេញទៅទាំងយប់ដើម្បីស្វែងរកដុកទ័រនឹងអញ្ចឹងណា Kid ក៏ថាចាំតព្រឹកទៅសុវត្ថិភាពជាងអី Cosmo ដែលជាប្អូនរបស់ Mitchell នេះក៏ថាអត់មានសុវត្ថិភាពអញ្ចឹងក៏ប្រាប់បងថាចាំស្អែកចាំចេញនាងក៏ព្រមស្ដាប់តាមសម្ដីរបស់ប្អូននាងឥឡូវនេះអង្គុយកំសត់អង្គុយកំពុងតែខ្វាយខ្វល់មិនដឹងថាប្អូនប្រុសរបស់ខ្លួនពិតប្រាកដនៅឯណាព្រាមនោះ Cosmo របស់យើងក៏បានចាក់វីដេអូរឿងតុក្កតា Cosmo នឹងទៀតហើយមើលរឿងតុក្កតានឹងអញ្ចឹងទៅ Mitchell របស់យើងនឹងក៏យំហូរទឹកភ្នែកនឹកដល់ប្អូនរបស់ខ្លួនទៅហើយមនុស្សយន្តតូចៗដទៃផ្សេងទៀតក៏នាំគ្នាមើលរឿងនឹងដែរលោក Peanut របស់យើងគាត់ក៏សម្លឹងឃើញហេតុការណ៍នោះគាត់ក៏ដូចជាមានការគិតថ្មីអីដែរដូចគ្នាព្រាមនោះមនុស្សយន្តថែរក្សាសម្បត្តិមួយនឹងក៏បានយកសម្បត្តិមួយនឹងយកមកឲ្យ Christopher របស់យើងដែលជា Cosmo នេះនាងក៏និយាយថាមុននឹងលោក Peanut បញ្ជូន Dr. Amherst ចាក់ចេញពីទីនេះលោក Dr. Amherst នឹងក៏បានប្រគល់សម្បត្តិមួយនឹងផ្ញើទៅឲ្យ Christopher នៅលើសម្បត្តិនឹងក៏បានប្រាប់ទីតាំងមួយដែលមានឈ្មោះថា 2201 Pinnacle Peak Road បាទគេហៅថា 2201 តែម្ដងងាយស្រួលចាំអញ្ចឹងហើយ Mitchell ក៏គិតថាទីតាំងនេះប្រហែលជាទីតាំងដែលលោក Dr. នឹងលាក់ខ្លួន Mitchell របស់យើងក៏បានសួរម្នាក់ស្រីឲ្យសម្បត្តិនឹងថាស្គាល់ទីតាំងនោះអត់នាងក៏ថាអើយខ្ញុំស្គាល់តែសុំទោសខ្ញុំមិនអាចប្រាប់បានទេ Kid របស់យើងក៏និយាយថាខ្ញុំស្គាល់ទីតាំងនោះ Mitchell ប៉ុន្តែទីតាំងនោះគឺជាទឹកដីរបស់ Scavenger Bot កន្លែងដែលមនុស្សយន្តនឹងកាក់ចាក់គ្នាយកគ្រឿងក្រៅប្រើហ្នឹងណាបើយើងចង់ទៅទីនោះយើងត្រូវការគ្នាច្រើនតោះឲ្យលោក Peanut ក៏និយាយថាត្រូវការគ្នាអញ្ចឹងលោក Peanut របស់យើងគាត់ថាគាត់អត់ពាក់ព័ន្ធជាមួយមនុស្សប៉ុន្តែមិនមែនថាគាត់មិនអាចជួយមនុស្សបានទេបើចង់ទៅកាន់ទឹកដីរបស់ Scavenger Bot លោក Peanut របស់យើងក៏បានណែនាំគ្នារបស់គាត់ម្នាក់ទៀតដែលជាអ្នកគប់បាល់ចំណែកឯខាងលោក Bradbury នឹងក៏បានមកដល់ទីតាំងនឹងដែរអ្នកទាំងអស់គ្នាគាត់ប្រើកាមេរ៉ា scan របស់គាត់មើលក៏ប្រទះឃើញថាខាងលោក Peanut របស់យើងនឹងកំពុងតែបញ្ជូនគ្នារបស់ Mitchell ឡើងទៅលើឡានបានអញ្ចឹងផតតាំងនេះក៏វាអាចអនុញ្ញាតឲ្យមនុស្សយន្តរបស់ប៉ាអ៊ីសានឹងចូលមកជួយបានដែរឥឡូវនេះពួកគេបានមកដល់ទីតាំងកំណត់ហើយប៉ុន្តែមើលទៅមានអារម្មណ៍ថាដូចជាស្ងាត់ជ្រាបនេះដូចជាអតីតកន្លែងក្មេងលេងអញ្ចឹងណាគ្នាយើងពេលដែលមកដល់លោកបងដាក់គប់បាល់ក៏ប្រាប់ថាអូយទីតាំងនេះគឺជាកន្លែងដែលពួក Scavenger នឹងស៊ីគ្នា Mitchell របស់យើងក៏បានឡើងទៅផ្នែកខ្ពស់ដើម្បីពិនិត្យមើលរួចក៏ប្រទះឃើញផ្ទះមួយនឹងមានភ្លើងពួកគេក៏គិតថាកន្លែងហ្នឹងគឺជាកន្លែងដែលលោក Dr. Amherst នៅហើយមើលទៅពេលដែលចុះមកវិញអ្នកទាំងអស់គ្នាហើយអាពួក Scavenger Bot ហ្នឹងក៏បង្ហាញខ្លួនអញ្ចឹងមានគ្រប់ទម្រង់ទាំងអស់តែម្ដងបាទពួក Scavenger ហ្នឹងមើលទៅគួរឲ្យខ្លាចណាស់មានម៉ាស៊ីនស្វានមានម៉ាស៊ីនកាត់លោកបងគប់បាល់ក៏យកតបងវាយមក
ទំហឹង Kid ក៏បានបាញ់មកព្រួយរួចហើយពួកគេក៏បន្តរត់ Michelle នឹងក៏រត់មកផ្ទះនឹងរកបើកទ្វារដល់ហើយទ្វារនឹងគឺជាទ្វារបញ្ឆោតអត់មានទ្វារចូលបានទេលោក Peanut ថាកុំអារម្មណ៍ចាំខ្ញុំជាអ្នកសម្របសម្រួលតោះហើយអត់ទេមនុស្សយន្តនឹងស្រែកហាលោក Peanut ក៏ថាអូយសម្រួលបានទេមកហោផ្លូវហត់ទៅណាបានបើហូមពាត់ពួកគេចិត្តអត់ទៅហើយហ្នឹងបន្តមកក៏សាប់តែបើកភ្លើងហើយមញេនឹងចាក់បត់ចម្រៀងញាក់ពេញនឹងមានភ្លើងបាញ់ឈីឆប់អញ្ចឹងហើយខាងពួក Scavenger បែរជាខ្លាច play នឹងរួមជាមួយភ្លើងពួកវាក៏រត់ផ្អើលហើយកន្លែងដែល Michelle ឈរនឹងបាទគឺជាផ្លូវចូលទៅកាន់ទីតាំងរបស់លោក Dr. Amher នឹងឯងលោក Dr. Amher របស់យើងក៏ប្រទះឃើញ Cosmo អញ្ចឹងក៏ថាអូវាដំណើរការមែន Michelle ក៏ស្រែកសួរតែម្ដងតើលោក Dr. ទឹកប្អូនខ្ញុំនៅឯណា Dr. ក៏ប្រាប់ថាខ្ញុំទុកប្អូនរបស់នាងនៅមជ្ឈមណ្ឌលធំរបស់ក្រុមហ៊ុន Center Michelle ក៏សួរថាហេតុអ្វីក៏យកប្អូនខ្ញុំទៅទីនោះ Dr. Amher ក៏និយាយថាពេលនោះគឺពួកយើងចាញ់សង្គ្រាមមនុស្សស្លាប់ច្រើនណាស់អញ្ចឹងហើយប្អូនស្រីរបស់ Michelle ឯងគឺជាដំណោះស្រាយតែមួយប៉ុណ្ណោះ Michelle នៅតែអត់យល់មិនក៏ទៅជាអញ្ចឹងដូច្នេះពេលដែលមានគ្រោះថ្នាក់ចរាចរណ៍នោះមន្ទីរពេទ្យដែលបានប្រើម៉ាស៊ីន scan ខួរក្បាលរបស់ Christopher នោះ scan ឃើញថាប្អូនប្រុសរបស់ Michelle នោះគឺមានខួរក្បាលដ៏អស្ចារ្យវាប្រៀបដូចជាកាដូពីអាទិទេពអញ្ចឹង Michelle ថាមិនខ្វល់ទេកាដូពីអាទិទេពស្អីមិនក៏លោកកាន់ដៃខ្ញុំហើយក៏ហក់ខ្ញុំបែបនេះថាប្អូនខ្ញុំស្លាប់ចោលខ្ញុំភ្លាមនោះទូកុំព្យូទ័រយ៉ាងធំក៏បង្ហាញខ្លួនដូចជាបិសាចអញ្ចឹងហើយវាអាចនិយាយបានដូចជាមនុស្ស Dr. Amher ក៏និយាយថាកុំព្យូទ័រនេះគឺខ្ញុំបញ្ចូលពាក្យរហូតដល់ 100,000 ពាក្យហើយការយល់ដឹងការចងចាំខ្ញុំទាំងប្រមាណគឺនៅក្នុងកុំព្យូទ័រនេះទាំងអស់ Amher ក៏បានឲ្យកុំព្យូទ័រដែលបានថតទុកឬគ្រប់បែបយ៉ាងហ្នឹងបើកបង្ហាញដល់ពួកគេអញ្ចឹងដំបូងឡើយគឺគាត់ធ្វើការឲ្យអបិអ៊ីសានឹងឯងអ្នកទាំងអស់គ្នាហើយគាត់មិនជាអ្នកសិក្សាអំពីទំនាក់ទំនងរបស់មនុស្សរួមជាមួយនឹងម៉ាស៊ីនទេអញ្ចឹងហើយគាត់ឃើញថាខួរក្បាលរបស់ Christopher ដែលជាប្អូនរបស់ Michelle នឹងវាអស្ចារ្យខ្លាំងពេកគាត់ក៏បានភ្ជាប់ខួរក្បាលរបស់ Christopher នឹងចូលទៅក្នុងម៉ាស៊ីនទាំងមូលនៃក្រុមហ៊ុនរបស់អបិអ៊ីសានឹងតែម្ដងដើម្បីដំណើរការ Neuro Coaster ហើយមូលហេតុគឺពេលហ្នឹងប្អូនប្រុសរបស់ Michelle នឹងគឺស្ទើរស្លាប់ស្ទើររស់ទៅហើយតាមពិតគុំតែគាត់ទេដែលបានជួយជីវិតរបស់ប្អូន Michelle គាត់និយាយអញ្ចឹងណា Michelle ក៏ថាលោកពិតជាសាហាវណាស់ Dr. Amher ក៏បញ្យល់ថាបើខ្ញុំដកដុយនឹងចេញគឺប្អូនប្រុសរបស់នាងនឹងស្លាប់អញ្ចឹងជំរឿនរបស់យើងគឺមានតែប្រើខួរក្បាលរបស់ប្អូនប្រុសនាងដើម្បីដំណើរការ Neuro Coaster នោះប៉ុន្តែនៅថ្ងៃមួយ Christopher របស់យើងដល់កំសត់នឹងគាត់ក៏សាប់តែដឹងខ្លួនអាចបើកភ្នែកបានគឺយើងហើយគាត់ក៏បានប្រាប់លោកអ៊ីសានឹងឲ្យដកដុយនឹងចេញទៅដើម្បីឲ្យ Christopher នឹងមានជីវិតដូចក្មេងធម្មតាប៉ុន្តែអបិអ៊ីសាថាអត់ទេគាត់ទៅតែប្រើខួរក្បាលរបស់ក្មេងប្រុសម្នាក់នេះដំណើរការក្រុមហ៊ុនរបស់គាត់វាទៅជាអញ្ចេះអូយសាហាវមែនដូច្នេះហើយបានជា Dr. Amher របស់យើងនឹងលួចរត់ចេញពីក្រុមហ៊ុនរបស់អបិអ៊ីសាតែមុននឹងគាត់លួចរត់ចេញគាត់ក៏បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងដែលអនុញ្ញាតឲ្យ Christopher របស់យើងនឹងបញ្ជូនយានរបស់គាត់ចូលមកក្នុងមនុស្សយន្ត Cosmo នេះបានព្រោះគាត់ចង់ឲ្យ Christopher របស់យើងនឹងស្វែងរកក្រុមគ្រួសារឃើញអញ្ចឹងណា Michelle ក៏ខឹងអបិ Kid ក៏ដាល់ Dr. នឹងម្ដាយ Michelle ក៏និយាយថាខ្ញុំតើតែស្វែងរកប្អូនរបស់ខ្ញុំតើតែចាក់ចេញពីទីនេះរួចហើយយើងក៏ប្រទះឃើញលោក Broadberry នឹងមកដល់កន្លែងហ្នឹងហើយគ្នាយើងគាត់ក៏បានប្រើកំភ្លើងបាញ់ទម្លុះចូលមកខាងក្នុងតែម្ដងពេលដែលចូលមកដល់ក៏សាប់តែស្ងាត់ឲ្យឈឹងរួចហើយលោក Bradbury ក៏បានថតកាតរបស់ Dr. Amher នឹងឲ្យអបិអ៊ីសានមើលពេលដែលចេញមកខាងក្រៅលោក Peanut របស់យើងក៏បើកការវាយប្រហារទៅលើ Bradbury ប៉ុន្តែ Bradbury ក៏វាយប្រហារមួយទំហឹងទៅលើលោក Peanut ឥឡូវនេះអ្នកដែលសេះសល់ក៏បានរត់ចេញមកខាងក្រៅពេលដែលមកដល់ក៏ប្រទះឃើញក្រុមទាហានរបស់អបិអ៊ីសានបានព័ទ្ធជុំវិញពួកគេទៅហើយលោកបងបាញ់បាល់នេះក៏បានបាញ់បាល់មួយទំហឹងអូយលយខ្លាំងមែនទែនបាទត្រូវខ្លះខុសខ្លះអីចឹងទៅណាគោលដៅរបស់មនុស្សយន្តទាំងអស់នោះគឺតាមចាប់ Cosmo របស់យើងត្រឡប់មកវិញ Michelle ក៏បានចេញមកការពារប្អូនរបស់ខ្លួនហើយលោក Dr. Amher នឹងក៏ចេញការពារដែរហើយអ្នកនាងថែរក្សាសម្បត្តិនេះខ្លាំងបើគាត់ដែរបានមកដៃទាញគ្រឿងក្នុងចេញមក Kid គាត់ក៏ថាវ៉ាវហើយបើប្រកែដល់ថ្នាក់ហ្នឹងមិនក៏ធ្វើការឲ្យរដ្ឋាភិបាលធម្មតានាងក៏តបទៅវិញថាដោយសារតែគេបង្កើតខ្ញុំមកសម្រាប់ធ្វើការថែរក្សាសម្បត្តិហ្នឹងចំពោះលោក Peanut របស់យើងវិញក៏ត្របែ Bradbury នឹងបានទាញក្បាលដាច់ហើយគាត់ក៏ថាយើងមិនសម្លាប់ឯងទេតែយើងចង់ឲ្យឯងឃើញថាតើមិត្តភក្តិមនុស្សយន្តឯងដទៃផ្សេងទៀតនៅ The Mall នោះវានឹងទៅជាយ៉ាងណាបាទអញ្ចឹងខាងក្រុមទាហានរបស់ប៉េអ៊ីសានឹងគឺបានធ្វើដំណើរមកកាន់ផ្សារទំនើបហ្នឹងហើយអញ្ចឹងគ្នារបស់លោក Peanut ផ្សេងទៀតពួកគេគឺនឹងមិនមានជីវិតបន្តទៀតឡើយចំពោះ Dr. Amher របស់យើងវិញក៏បានប្រាប់ឲ្យ Michelle នឹងនាំ Cosmo នឹងចាក់ចេញពីទីនេះចាំគាត់ជាអ្នកចេញការពារ Dr. Amher គាត់ដឹងថា Bradbury មិនអាចបាញ់សម្លាប់មនុស្សបានទេប៉ុន្តែក៏សាប់តែមនុស្សយន្តមួយទៀតនឹងមកបាញ់សម្លាប់ Doctor របស់យើងមកនេះគឺជាការបញ្ជារបស់ប៉េអ៊ីសានអូសាហាវមែន Michelle ក៏បាននាំប្អូនរបស់ខ្លួនរត់ប៉ុន្តែជាអកុសលក្រុមទាហានរបស់ប៉េអ៊ីសានឹងរុំព័ទ្ធពួកគេចិត្តទៅហើយអញ្ចឹងឥឡូវនេះបងប្អូនរបស់ពួកគេត្រូវបានបំបីបំបាក់គ្នាជាលើកទី2ចំពោះនៅផ្សារទំនើបនេះវិញបាទពេលដែលមកដល់ក៏ប្រទះឃើញថាមនុស្សយន្តទាំងអស់ត្រូវបានគេបាញ់សម្លាប់បាញ់បំផ្លាញចោលតែម្ដងបាននៅរស់តែអ្នកមីងកាត់សក់នេះទេនេះហើយលោក Peanut គាត់ឆ្ងល់ហេតុអ្វីក៏សាហាវម្លេះពួកគាត់សុកចិត្តចុះចាញ់បែបនឹងទៅហើយនឹងនេះនៅក្នុងគុកបែបនេះរហូតហើយក៏នៅតែចង់មករករឿងចង់បំផ្លាញពួកគេចោលដែរក្រោយមកទៀត Bradbury របស់យើងក៏បាននាំ Cosmo របស់យើងមកកាន់មជ្ឈមណ្ឌលកណ្ដាលធំគេហ្នឹងពេលដែលមកដល់ក៏ប្រទះឃើញលោកអ៊ីសានឹងបានឃុំឃាំងខ្លួនរបស់ Christopher យើងនៅក្នុងម៉ាស៊ីនស្អីគេនេះបន្ទាប់មកលោកអ៊ីសានឹងក៏បានបញ្ជូន Cosmo របស់យើងដើម្បីបញ្ជូនញៀននៅក្នុងរយន្ត Cosmo នេះចូលទៅក្នុងខ្លួនរបស់ Christopher វិញលោក Bradbury
Bradbury ក៏និយាយថាលោកអ៊ីសានលោកគឺជាឃាតករអ៊ីសានក៏តបទៅវិញថាឃាតករខ្ញុំនឹងឯងសម្រាប់ក្មេងគ្មាននរណាគេខ្វល់ទេសមត្ថភាពលោកដែលអាចសម្លាប់ជីវិតមនុស្សយន្ត AI បានហ្នឹងគឺដោយសារតែខ្ញុំហើយនឹងក្មេងម្នាក់នេះប៉ុណ្ណោះលោកគ្មានតែខ្លាំងអស្ចារ្យទេបើគ្មានជំនួយពីពួកយើងអ្វីដែលខ្ញុំអាចបង្កើតបានទាំងប្រមាណនេះគួរតែអរគុណទៅដល់ Christopher ហើយនិយាយទៅអបអ៊ីសានយើងនឹងគាត់ក៏មានបញ្ហាតាំងពីក្មេងដែរពេលដែលគាត់នៅក្មេងម្ដាយរបស់គាត់ប្រើហិង្សាមកលើគាត់ពេលដែលម្ដាយរបស់គាត់នឹងស្វឹងចឹងទៅក៏វាយធ្វើបាបគាត់ហើយបើម្ដាយគាត់អត់ស្វឹងគាត់តែវាយធ្វើបាបខ្លាំងជាងធម្មតាទៅទៀតប៉ុន្តែពេលដែលគាត់បង្កើតអាម៉ាស៊ីន Neuro Coaster នឹងទៅម្ដាយរបស់គាត់ស្រឡាញ់គាត់អបគាត់អីអញ្ចឹងណាគាត់គិតអញ្ចឹងដូច្នេះគាត់មិនខ្វល់ទេដើម្បីបានអ្វីដែលគាត់ចង់បានបំផ្លាញជីវិតក្មេងនឹងម្នាក់ក៏គ្មានបញ្ហាអីសម្រាប់គាត់ដែរអញ្ចឹងជីវិតរបស់ Christopher យើងនឹងគឺស្ថិតនៅបែបនឹងរហូតអ្នកទាំងអស់គ្នាដូចជាមនុស្សដើមឈើអញ្ចឹងហើយគេប្រើខួរក្បាលគាត់ដើម្បីតែដំណើរការអាម៉ាស៊ីន Neuro Coaster នឹងឯងឥឡូវនេះគេកំពុងតែបញ្ជូនញៀនរបស់ Christopher ពីមនុស្សយន្ត Cosmo ចូលទៅក្នុងខ្លួនរបស់ Christopher យើងវិញចំពោះ Michelle វិញឥឡូវនាងបាក់ទឹកចិត្តណាស់នាងបាត់ប្អូនប្រុសរបស់នាងរហូតដល់2នាក់ Keith ក៏ប្រាប់ថាធ្វើម៉េចជីវិតរបស់យើងបរាជ័យគឺមានតែអញ្ចឹងដើរទៅមុខទៀតពីរដងបរាជ័យលើកទី3លើកទី3បរាជ័យលើកទី4សម្ដីនេះបានធ្វើឲ្យ Michelle របស់យើងមានកម្លាំងចិត្តឡើងវិញអញ្ចឹងហើយនាងក៏បានមករកនេះខាងកុំព្យូទ័ររបស់លោក Amherst នាងក៏សួរថាតើកុំព្យូទ័រនឹងអាចស្គាល់ password ចូលទៅទីតាំងរបស់ប្អូនប្រុសនាងអត់កុំព្យូទ័រនឹងថាគាត់ស្គាល់ទាំងអស់ឲ្យតែអ្វី Dr. Amherst ចេះគឺគាត់ចេះដែរកុំព្យូទ័រនឹងក៏ប្រាប់ថាបើសិនជា Michelle របស់យើងនឹងដកខ្សែចេញពីក្នុងខ្លួនរបស់ Christopher នោះម៉ាស៊ីនទាំងមូលនៃក្រុមហ៊ុនរបស់អេសាននឹងគឺនឹងរលាយដោយសារតែមនុស្សយន្តដែលប្រើ Neuro Coaster ទាំងប្រមាណហ្នឹងគឺដំណើរការដោយខួរក្បាលរបស់ Christopher មិនចេះរបស់យើងថាខ្ញុំនឹងកុំតិចក្រុមហ៊ុននោះចោលហើយមនុស្សយន្តដទៃទៀតហ្នឹងក៏ចូលរួមលោក Peanut របស់យើងក៏ចូលរួមដែរព្រោះគាត់គិតថាគាត់នៅស្ងៀមធម្មតាមិនក៏ដោយក៏មនុស្សនៅតែរកមូលហេតុមករករឿងបំផ្លាញគាត់តតែបានអញ្ចឹងគាត់ទៅតែតទល់ពួកគេក៏បានធ្វើដំណើរមកកាន់មជ្ឈមណ្ឌលធំរបស់ក្រុមហ៊ុនអេសានឥឡូវនេះយើងឃើញថាពួកគេកំពុងតែធ្វើដំណើរក្រោមទឹកទៀតទេចំពោះអេសានផ្ទាល់គាត់ក៏បានបញ្ជូនញៀនទាំងអស់ពីមនុស្សយន្ត Cosmo ចូលមកក្នុងខួរក្បាលរបស់ Christopher បាន 100% ហើយភ្លាមនោះឡានយ៉ាងធំក៏បានហោះបុកកញ្ចក់អគាររបស់អេសានក្រុមទាហានមនុស្សយន្តទាំងអស់ហ្នឹងក៏ថាអូតែមួយប៉ុណ្ណឹងមកដឹងតែចប់ហើយអញ្ចឹងហើយនឹងទាហានមនុស្សយន្តដទៃផ្សេងទៀតក៏បានចេញបើកការវាយប្រហារទៅលើមនុស្សយន្តយ៉ាងធំនេះអញ្ចឹងនេះគឺជាគម្រោងរបស់ Michelle Herman របស់យើងរួមជាមួយនឹង Keith គឺជាអ្នកបញ្ឆោតមនុស្សយន្តទាំងអស់ឲ្យចាក់ចេញពីទីនោះជាឱកាសល្អ Michelle របស់យើងក៏បានចូលមកក្នុងអគារដែលរក្សាប្អូនរបស់ខ្លួននេះកុំព្យូទ័រក៏បានប្រើ password អញ្ចឹងពួកគេចូលបានដោយជោគជ័យ Herman រួមជាមួយនឹង Keith ក៏បញ្ឆោតមនុស្សយន្តឲ្យដេញតាមពួកគេអញ្ចឹងមនុស្សយន្តក៏បន្តបាញ់មកយ៉ាងសាហាវជាងត Herman របស់យើងក៏បានប្រើដៃកំទេចហើយមានមនុស្សយន្តខ្លះទៀតនឹងដូចគ្រាប់បែកអញ្ចឹងមកអោបអញ្ចឹងក៏ផ្ទុះអញ្ចឹងមនុស្សយន្តធំរបស់ Herman នឹងក៏រលត់ប៉ុន្តែ Herman ធំមួយទៀតនៅចេញមកបាន Herman របស់យើងក៏បានឲ្យដំណឹងទៅកាន់អ្នកគប់ទូទឹកកកនឹងគប់មកអញ្ចឹងទៅបានក៏បានធ្លាក់កិនមនុស្សយន្តទាំងអស់អូយលយខ្លាំងមែនតើ Mr. Peanut របស់យើងក៏បានកោះហៅមនុស្សយន្តតូចតាចតូចទាបអ្មេចក៏ដោយដែលនៅសេសសល់ទាំងប្រមាណហ្នឹងបើការវាប្រហារតទល់ទៅលើមនុស្សយន្តទាំងអស់នេះវិញអញ្ចឹងមានអ្នកគៀបមានអ្នកចាក់មានអ្នកចាប់អីមកទំហឹងអញ្ចឹងទៅចំណែកឯមនុស្សយន្តធំហ្នឹងជន់អាមនុស្សយន្តតូចតូចលយណាក្រោយមកលោកអ៊ីសានរបស់យើងថាដល់ពេលដែលយើងកំតិចមនុស្សយន្តចង្រៃយក AI នឹងចោលហើយចំណែកឯលោក Bradbury របស់យើងវិញគាត់ក៏ចាក់ចេញពីទីនឹងដែរអញ្ចឹងវាក៏អនុញ្ញាតឲ្យ Michelle របស់យើងរួមជាមួយនឹងកុំព្យូទ័រចូលមកកន្លែងប្អូនរបស់នាងបានកុំព្យូទ័រចូលមកដល់ក៏បានស្រែកបន្លាចក្រុមអ្នកសារជាទីនឹងអញ្ចឹងទៅពួកគេភ័យក៏រត់ឥឡូវ Michelle របស់យើងឃើញសាកសពប្អូនរបស់ខ្លួនជាលើកទី1បាទមិនមែនសាកសពទេរូបរាងកាយគ្នាអត់ទាន់ស្លាប់ទេប៉ុន្តែគ្រាន់តែថាមើលទៅអ្នកទាំងអស់គ្នាអើយស្លាប់ដូចជាស្រួលជាងអញ្ចឹងណាដូច្នេះដើម្បីចូលទៅជួបប្អូនប្រុសរបស់នាងបាន Michelle របស់យើងត្រូវពាក់អាម៉ាស៊ីន Neuro Coaster នេះចំណែកឯអ៊ីសានគាត់ក៏បានបើកដំណើរការម៉ាស៊ីន Neuro Coaster ដ៏ធំរបស់គាត់មួយបាទធំខ្លាំងមែនទែនចេញមកដល់បើកការវាយប្រហារសម្រាប់មនុស្សយន្តតូចមនុស្សយន្ត AI ទាំងប្រមាណនឹងខ្ទេចអ្នកទាំងអស់គ្នាធំប៉ុណ្ណាក៏ដោយក៏អ៊ីសាននឹងកំទេចចោលបានដែរក្រោយមកទៀតលោក Bradbury នឹងក៏បានតទល់ជាមួយនឹងលោក Peanut ប៉ុន្តែនៅកន្លែងនេះលោក Bradbury របស់យើងគឺគាត់មានអារម្មណ៍ថាមនុស្សយន្ត AI ទាំងអស់ដែលដឹកនាំដោយលោក Peanut ហ្នឹងហាក់ដូចជាមានការគិតដូចជាមនុស្សជាងលោកអ៊ីសានដែលមានគំនិតដូចជាមនុស្សយន្តអត់ខ្វាយខ្វល់ពីក្មេងម្នាក់អញ្ចឹងម៉ែអញ្ចឹងហើយគឺគាត់សុកចិត្តបោះបង់តែម្ដងធ្វើស្អីក៏ធ្វើទៅហើយគាត់ក៏បានប្រាប់ទីតាំងអ៊ីសាននឹងកំពុងតែដំណើរការម៉ាស៊ីនមនុស្សយន្តគាត់នឹងទៀតវិជារបស់យើងប៉ាពេលពាក់អាម៉ាស៊ីន Neuro Coaster នឹងមកនាងក៏បានចូលមកក្នុងផ្ទះរបស់នាងប្អូនប្រុសរបស់នាងកំពុងតែអង្គុយមើលទូរទស្សន៍តែម្នាក់ឯង Christopher ក៏ថាបងចូលមកបានដែរអូយកំសត់ខ្លាំងមែនគ្នាយើង Christopher ក៏គិតថាគ្រប់បែបយ៉ាងគឺកាត់ឡើងដោយសារតែកំហុសរបស់ខ្លួន Michelle ថាអត់ទេដោយសារតែគេចាប់ប្អូនតើ Christopher ក៏បញ្យល់ថាបងពេលដែលខ្ញុំបញ្ជូនយានរបស់ខ្ញុំចូលទៅមនុស្សយន្ត Cosmo នោះខ្ញុំមិននឹកស្មានថាជីវិតរបស់ខ្ញុំអាចជួបរឿងបែបនេះឡើយខ្ញុំពិតជាសប្បាយចិត្តណាស់បទពិសោធន៍ទាំងអស់នោះគឺវាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ Michelle ថាអូកុំនិយាយច្រើនប្អូនមករកផ្លូវចាក់ចេញពីទីនេះ Christopher ថាអត់មានផ្លូវចេញបានទេបងជំរឿសគឺមានតែមួយប៉ុណ្ណោះទីមួយទុកជីវិតខ្ញុំឲ្យនៅដូចជាមនុស្សដើមឈើហើយក្រុមហ៊ុន Center នឹងប្រើខ្ញុំដើម្បីដំណើរការម៉ាស៊ីន Neuro Coaster ជំរឿសទី2គឺបងទៅតែផ្ដាច់ខ្សែផ្ដាច់ជីវិតរបស់ខ្ញុំចោលខ្ញុំមិនអាចរស់នៅដូចជាមនុស្សធម្មតាបានទេបងជំរឿសគឺមានតែពីរនេះប៉ុណ្ណោះ Michelle ថាហាមិនក៏ជំរឿសសិតតែលំបាកទាំងពីរអញ្ចឹងតើឲ្យបងយកមួយណាអត់ទេបងត្រូវការពេលគិតសិនបងមិនអាចបាត់ប្អូនម្ដងទៀតបានឡើយកំឡុងពេលគិតពិចារណានោះ
Herman របស់យើងក៏បានតទល់ជាមួយមនុស្សយន្តរបស់អ៊ីសានក៏បានបើកការវាយប្រហាររហូតដល់ Herman របស់យើងនឹងបានរលត់អញ្ចឹងហើយមនុស្សយន្ត Herman នឹងក៏បានចេញពីអាម៉ាស៊ីនធំរបស់ខ្លួនពេលដែលមកដល់ឃើញមនុស្សយន្តផ្សេងទៀតចង់សម្លាប់ Kid នឹង Herman របស់យើងក៏បើកការវាយប្រហារទៅលើមនុស្សយន្តនោះចំណែកឯលោក Peanut របស់យើងវិញក៏បានមករំខានអាប៉ែអ៊ីសានអញ្ចឹងអាប៉ែអ៊ីសានក៏បានដោះម៉ាស៊ីន roller coaster របស់យើងទៅហើយលោក Peanut គឺគាត់មកពិភាក្សារឿងច្បាប់រវាងមនុស្សរួមជាមួយនឹងមនុស្សយន្ត AI Herman របស់យើងផ្ទាល់ក៏បានវាយមនុស្សយន្តនេះដែលចង់បាញ់សម្លាប់ Kid ពេលដែល Kid របស់យើងមកពិនិត្យមើលទៅក៏ប្រទះឃើញថាមនុស្សយន្តនឹងបានបាញ់ចំកណ្ដាលទ្រូងរបស់ Herman ក៏ប្រាប់ថាខ្ញុំប្រហែលជាត្រូវការថាមពលសេវទុកខ្លះហើយនិយាយចប់ Herman របស់យើងក៏លែងដឹងខ្លួន Kid របស់យើងគាត់ក៏ស្រែកយំតែម្ដងកុំតន់ទៅណា Herman មិត្តភ័ក្តិរបស់ខ្ញុំងាប់ហើយខ្ញុំជួយឯងមីជែរបស់យើងផ្ទាល់នៅគិតយូរណាស់មិនដឹងថារកវិធីណាទេនាងចង់ឲ្យប្អូនរបស់នាងនៅមានជីវិតពីព្រោះប្អូនរបស់នាងជាអ្វីដែលនាងមាននៅពេលនេះ Christopher ក៏ប្រាប់ថាបងមិនក៏បងគិតអញ្ចឹង Kid មិត្តភ័ក្តិថ្មីមនុស្សយន្តថ្មីដែលបងជួបនឹងគឺសុទ្ធតែជាអ្នកមានតម្លៃសម្រាប់ជីវិតបងដូចគ្នាហើយអ្វីដែលខ្ញុំជួបជាមួយនឹងបងទាំងប្រមាណនោះគឺវាគ្រប់គ្រាន់ហើយសម្រាប់ជីវិតខ្ញុំត្រឹមតែប៉ុណ្ណេះបងតើទៅធ្វើរឿងនេះបញ្ចប់ជីវិតខ្ញុំទៅពីរអ្នកបងប្អូនក៏បានអោបលាគ្នាជាលើកចុងក្រោយមីជែរបស់យើងចេញមកក៏បានដកប្រព័ន្ធដំណើរការដែលគ្រប់គ្រងជួយជីវិតរបស់ Christopher ក៏បាត់បង់ជីវិតត្រឹមតែប៉ុណ្ណេះមនុស្សយន្តដែលបំរុងនឹងបាញ់ Kid របស់យើងនឹងក៏រលត់ទាំងអស់បាននិយាយទៅរលត់ទាំងអស់តែម្ដងរលត់ជុំវិញពិភពលោកឥឡូវនេះពួកគេក៏ទទួលបានជោគជ័យប៉ុន្តែមនុស្សយន្ត AI មួយចំនួននឹងក៏រងរបួសបាក់ដៃបាក់ជើងអីអញ្ចឹងទៅ Kid របស់យើងក៏បានមកយំជាមួយនឹង Herman នេះគាត់ថាលើលោកនេះគាត់មានតែ Herman ទេគាត់ចាត់ទុក Herman លើសពីមិត្តភក្តិទៅទៀតនិយាយទៅគាត់យំមកក្រក់មើលតែម្ដងហើយគាត់អួតថាគាត់អត់ចេះយំអីអញ្ចឹងពីដំបូងណាព្រមនោះក៏ស្រាប់តែ Herman នឹងបានបើកមុខរបស់គាត់ចេញមកមាន Herman តូចមួយទៀតក្នុងហ្នឹងHerman ក៏ថាយំទៅស្អីមិញខ្ញុំប្រាប់ថាខ្ញុំប្រើ power cell ដើម្បីដោះខ្លួនខ្ញុំចេញពីខ្លួនខ្ញុំមួយទៀតហើយលឺសូ Kid ឯងនិយាយថា Kid ឯងស្រឡាញ់ខ្ញុំលើសពីមិត្តភក្តិអី Kid ថាអត់ទេនិយាយលេងតែគ្មានអត់ទេអត់មាននិយាយទេច្រឡំហើយក្រោយមកទៀតព័ត៌មានតាក់ទងនឹងក្រុមហ៊ុន Center រលាយរលត់នោះគឺផ្អើលពេញពិភពលោកប៉ុន្តែព័ត៌មានដែលធ្វើឲ្យប្រជាជនកាន់តែខឹងស្អប់ទៀតនោះគឺអាប៉ែអ៊ីសានឹងបានប្រើជីវិតក្មេងប្រុសម្នាក់នឹងដើម្បីដំណើរការក្រុមហ៊ុនរបស់គាត់ហើយគេចង់សួរក្មេងស្រីម្នាក់ដែលបានដោះស្រាយបញ្ហាដ៏ធំគ្មាននរណាដឹងនេះបាទអញ្ចឹង Mitchell របស់យើងនាងក៏បានចូលទៅក្នុងប៉ុស្តិ៍ទូរទស្សន៍ហើយផ្សាយអនឡាញតែម្ដងនាងក៏បានប្រាប់គ្រប់គ្នាថាសប្តាហ៍ថ្ងៃនេះមនុស្សតាក់ទងគ្នានឹងគឺចាប់ផ្ដើមថយទៅហើយពួកគេកែងតែពឹងពាក់ទៅលើបច្ចេកវិទ្យាប៉ុន្តែពួកគេមិនដឹងទេអ្វីដែលសំខាន់នោះគឺតាក់ទងគ្នាដោយផ្ទាល់ហើយភាវៈណាក៏ដោយឲ្យតែពួកគេមានការគិតពិចារណាពួកគេគឺប្រៀបដូចជាមនុស្សយើងអញ្ចឹងដែរមិនខុសគ្នាទេជាក់ស្ដែងដោយខ្ញុំបានជួបមិត្តភក្តិដែលជាមនុស្សយន្ត AI របស់ខ្ញុំទាំងប្រមាណពួកគេពិតជាមានតម្លៃសម្រាប់ជីវិតខ្ញុំមែនទែនអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទម្លាក់បច្ចេកវិទ្យារបស់អ្នកទាំងអស់គ្នាចោលហើយព្យាយាមប្រស័យតាក់ទងអ្នកដែលនៅក្បែរអ្នកទាំងអស់គ្នាបំផុតជាពិសេសក្រុមគ្រួសារមិត្តភក្តិឬមនុស្សជាទីស្រឡាញ់របស់អ្នករួចយើងក៏កាត់មកដល់កំតិចកំទីមនុស្សយន្តដែលបានស្លាប់នៅក្នុងសង្គ្រាមនេះគឺជា Cosmo របស់យើងឆ្កែនៅក្បែរនោះផឹកទឹកធម្មតាអញ្ចឹងទៅហើយយើងក៏ឃើញសមោ Cosmo នៅក្នុងទឹកនេះហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like subscribe ដាក់កណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដូច Check Camera សូមអរគុណសូមជម្រាបលា